Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមាន keyboard មក brand ទៀតហើយដែលចង់យកមកណែនាំជូនអ្នកទាំងអស់គ្នាហើយ keyboard brand នេះដែរគឺជា brand របស់ Attack លេខកូដរបស់វានោះគឺ X820 Ultra អញ្ចឹងយើងចូលមកកាន់ spec របស់ keyboard នោះវិញម្ដងអ្នកនរគ្នាប្រកាសជាចង់ដឹងពី model របស់ keyboard នោះវាមិនអីមិនទេត្រូវអត់អញ្ចឹង keyboard នេះគឺជាប្រភេទ keyboard ដែល gasket វាទន់អ្នកនរគ្នាឃើញគឺទន់ស្រួលចុចខ្លាំងមែនតើប្រើប្រាស់ជាមួយនឹង switch sharp switch ហើយទៅលើ keyboard នេះដែរគឺប្រើប្រាស់បានរហូតដល់3 connection មាន Bluetooth USB wireless ហើយនឹងចុងក្រោយគេនោះគឺខ្សែ Type C ហ្នឹងហើយអីដែលគួរឲ្យទាក់ទាញសម្រាប់ keyboard មួយ model នេះគឺគេភ្ជាប់មកជាមួយនឹង knob controller ហើយនឹង string តែម្ដងហើយ string សារនេះគឺគេ design មកប្លែកដោយសារហោដងទាំងអស់គ្នាធ្លាប់តែឃើញ string នៅលើត្រូវអត់តែសារនេះគេដាក់នៅក្រោមនេះតែម្ដងហើយមុខងាររបស់ knob controller នេះផងដែរ knob controller នេះគឺទាំងអស់គ្នាអាចបញ្ជាទៅលើ function ផ្សេងៗរបស់ keyboard ហើយតាក់ទងនឹង string នេះទាំងអស់គ្នាអាចចាក់រូបឬ GIF បានអាចកំណត់ទៅលើ function ដូចជា RGB connection ឬមួយក៏ fix style តម្លើងឬបន្ថយសំឡេងរបស់ keyboard និងពន្លឺរបស់ keyboard បានទៀតផងហើយ keyboard មួយ model នេះផងដែរគឺជាប្រភេទ keyboard ដែលមាន size 75% ជាប្រភេទ keyboard mechanical ហើយទាំងអស់គ្នាក៏អាច hot swap បបលបានទៀតផងអញ្ចឹងក្រៅពី keyboard ទាំងអស់គ្នានឹងទទួលបាននូវ accessory មួយចំនួនដែលភ្ជាប់មកជាមួយនឹង keyboard នេះហើយមានដូចជា switch extra ចំនួន1កញ្ចប់ខ្សែ Type C ចំនួន1 sticker របស់ brand Attack ចំនួន2បន្ទះ switch puller និង keycap puller ចំនួន1និងចុងក្រោយគេនោះគឺសៀវភៅណែនាំចំនួន1ផងដែរអញ្ចឹងអីដែលគួរឲ្យទាក់ទាញសម្រាប់ខ្ញុំអំពី keyboard មួយ model ខាងមុខនេះគឺទៅលើ size ការ design ហើយនិង spec របស់វាដោយសារអីគេ size គឺទាំងអស់គ្នាអាចយកទៅតាមខ្លួនបានយកទៅប្រើប្រាស់ជាប្រចាំថ្ងៃបានមិនថាទៅក្រៅទៅហាងកាហ្វេទៅណាក៏ដោយហើយចំពោះ spec វាគឺវាស័ក្តិសមខ្លាំងមែនតើសម្រាប់អ្នកចូលចិត្តលេងហ្គេមដូចខ្ញុំនិងធ្វើការយូរម៉ោងដូចខ្ញុំជាដើមសម្រាប់ keyboard មួយ model នេះដែរគឺមានតម្លៃត្រឹមតែ$55តែប៉ុណ្ណោះអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ